ក្នុងវីដេអូនេះគឺជាដំណើរកម្សាន្តដែលយើងឆ្ពោះទៅខាងកំពង់តាឡាក្នុងគោលដៅដើម្បីរកត្រីធ្វើម្ហូបញ៉ាំបាយនៅក្នុងព្រៃហើយជំរឿនការធ្វើដំណើររបស់យើងដែរគឺការជំរឿនផ្លូវជាតិបូករួមជាមួយនឹងផ្លូវលំចូលទៅកាន់ភូមិតំដាច់សាអ្នកទាំងអស់គ្នាហើយចំពោះការធ្វើដំណើរវិញគឺយើងមានជួបវត្តដេញច្រើនគួរសមដែរណានេះគឺផ្លូវល្អិលមេឃភ្លៀងជាមួយផ្លូវដាច់អីណាគឺសប្បាយមែនទែនដែលយើងទៅជាមួយសមាជិក3នាក់ព្រមទាំងរកត្រីនិងបន្លែធម្មជាតិបូករួមជាមួយនឹងផ្លែឈើធម្មជាតិទៀតផងដែរណានេះនៅឲ្យកុំឲ្យខាតពេលយូរគឺយើងចូលទៅដល់វីដេអូពេញទាំងអស់គ្នាចម្លងទៅហើយជាដំបូងគឺយើងធ្វើដំណើរកាត់តាមផ្លូវជាតិលេខ4ដោយអ្នកនេះបានឃើញហ្នឹងគឺទេសភាពនៅតាមផ្លូវជាតិលេខ4ក៏វាមិនចាញ់ផ្លូវជាតិផ្សេងប្រហែលដែរណានេះគឺវាស្អាតគួរសមដែរហើយមួយទៀតគ្រោះជាមួយនឹងអាកាសធាតុគឺល្អថ្ងៃហ្នឹងគឺវាទៅក្តៅខ្លាំងនេះក៏ដែលយើងអាចស្រួលក្នុងការធ្វើដំណើរដែរហើយចំពោះគោលដៅដំបូងដែលយើងត្រូវទៅនេះគឺភូមិតំដាច់តាអ្នកនាងដើម្បីទៅរកសមាជិកមួយទៀតឥឡូវនេះគឺយើងចេញដំណើរ2នាក់អ្នកនាងគឺយើងទៅខាងតំដាច់តាដើម្បីរកគាត់ក្នុងគោលដៅគឺយើងរកនុយរកអីដើម្បីទៅទូត្រីហ្នឹងឯងហ្នឹងហើយបន្ទាប់ពីយើងយកគ្នាហើយគឺខ្ញុំកាត់បោចការដងព្រេងដោយសារតែផ្លូវទៅផ្ទះគាត់អីហ្នឹងគឺយើងអត់បានកំអិតទេព្រោះថាត្រូវប្រញាប់ដែរវាថ្ងៃដែរអ្នកគ្នាហើយនេះឯងគឺយើងចូលទៅតាមផ្លូវកលុកទលាតាមព្រៃអញ្ចឹងឯងថប់ដូរព្រេងគឺរុកហើយអ្នកគ្នាគឺរុកចូលព្រៃចំណងអិលផងជាប់វល់ផងនៅអ្នកគ្នាបានឃើញអញ្ចឹងគឺអត់ទៅត្រួតទេគ្នាយើងឯងដើម្បីទៅទូចត្រីខមមិនត្រីធម្មជាតិអីហ្នឹងរុកព្រៃអស់ហើយតាមរងថ្មាច់រងអីហ្នឹងផ្លូវវាមានល្អិលមានអីដូចអ្នកគ្នាបានឃើញអញ្ចឹងក្នុងវីដេអូវាល្អិលផងអីផងហើយយើងយកម៉ូតូគេពួកអតង់ពួកអីទៅវាមិនបែបរបៀបដូចថាជាប្រភេទទុកព្រៃណានេះហ្នឹងទៅវារៀងពិបាកក្នុងការធ្វើដំណើរបន្តិចហើយនេះឯងគឺល្អិលនេះនឹងកាមេរ៉ាមែនចុះនេះឃើញល្អិលចាភ្លីតតែម្ដងអូយតែសប្បាយណានេះសប្បាយមែនតើក្នុងការធ្វើដំណើរមួយនេះគឺខប់ត្រីយោត្រីទៅសយម៉ាអើយនេះកាមេរ៉ាមែនអានោះអាជើងរកព្រៃជួយមករកព្រៃមកជីវិតផ្ទះអត់ទៅទេថ្ងៃទឹកគេឲ្យសម្រាប់មួយអត់ទេជួយចិត្តគេអាកន្លែងនេះវាថាគេឈូសហើយណាហើយដូចអ្នកគ្នាបានឃើញក្នុងវីដេអូអញ្ចឹងនេះគឺជាធម្មជាតិដែលវាស្អាតមែនតើហើយបូករួមជាមួយនឹងសត្វក្របីសត្វអីដែលវាក្នុងព្រៃហ្នឹងនេះពេលរទីនៅតាមចកាដងព្រៃអញ្ចឹងតម្រាំទៅបានទៅដល់កន្លែងជួយត្រីគឺតទូខ្លាំងមែនតើអ្នកគ្នាតទូខ្លាំងណាស់តម្រាំបានទៅអីលើកមកចាប់ត្រីនៅបងមើលយកមកចាប់ត្រីនៅបងមើលហើយនេះឯងគឺជាត្រីខមមិននេះខាងគេហៅត្រីខមមិនខ្ញុំអត់ដឹងថានៅកន្លែងនេះនេះគឺហៅអីទេនេះគឺហៅត្រីខមមិនគឺជាត្រីទី1ដែលធំដែរសម្រាប់ខ្ញុំហើយបន្តមកទៀតគឺយើងនៅតែបន្តទូចធម្មតានេះហើយនេះគឺត្រីតែក៏មើលទៅមកហ្នឹងឯងវាត្រីអេមែនតើប្រឡងកន្លែងនេះគឺស្អាតមាននិយាយថាអេមែនតើជាមួយត្រីខមមិនហ្នឹងធំមកទូចនេះឯងគឺរូបត្រីនេះហើយបេះផ្លែឈើធម្មជាតិបន្ទាប់មកគឺយើងចេញដំណើរបន្តទៀតនៅក្នុងការទៅរកកន្លែងដាំបាយធ្វើម្ហូបញ៉ាំចឹងណានេះតែទូទៅវារៀងហត់ដែរហើយក៏យើងដូរប្រឡងថ្មីផងអីផងដោយសារតែប្រឡងចាស់ហ្នឹងយើងស្ទួយទៅវារៀងរុកព្រៃ
nơi đường trâu và lại tu chẳng như thở rộp lòng mấy ở tiếng thông cho nên tích trong ca tu trai này hay là tập hoa bao nhiêu ngày nè cứ như anh rồi chỉ khơi như cái nông vị tổ nên trai bỏ tới vì riêng cô xóm này nè đi hay cái dương đẹp trong đốt trong đó để khơi những cái đốt trong phao dương thì trong ao và tham đi nào đi ao trai và tham đi hay là đẹp trong chương kia trong ca đẹp trong bài của với cái clean bài này anh ấy cái chuyện cảm phiêu để dương nhắm bài nào đi Hàn vi mọt hay bọt nâng sλật đã trô mọt cầu những người bị bật chia đại can cao như dối trong tai như chủ phụ mà chết ngày lùm hại hỏi to khi pro khai để đuôn lên throm throm từ tam sầm ruộng lần vi chả hắt từ chuột mọt đôi sáp trời ca trong núi trong cà phê chết trời ngồi nhìn sum lên play đôi cái tôm rồi tin bê đông tin tiếng khu ba nếu play luôn mẹ rom ta sra trong cà phê chết trời ngồi nhìn sum lên play đôi cái tôm rồi tin bê đông tin tiếng khu ba nếu play luôn mẹ rom ta sraมีเรื่องคลาเละในคงจัดรอดไงนี่เวียนในจบสัดจัดเบ็ดโดในกระบายคลาวคอมชูเจงแต่ในสนาวโดนจัดดาวตัว